បាទសួស្តីបងប្អូនទាំងអស់គ្នាណាបាទថ្ងៃនេះខ្ញុំលើកយកប្រធានបទមួយទាក់ទងទៅនឹងពិធីសាស្ត្រនៅក្នុងការបង្រៀនសាស្ត្រជាពិសេសទៅលើកុមារហើយនៅក្នុងនោះខ្ញុំលើកពីបច្ចេកទេសទូចមួយបាទទាក់ទងទៅនឹងការរៀនតាមរយៈការលេងអញ្ចឹងណា learning through play ឬក៏យើងថា learning by playing ទាក់ទងទៅនឹងបច្ចេកទេសនៃការរៀនតាមរយៈការលេងយើងសួរថាតើកុមាររៀនតាមរយៈការលេងឬយ៉ាងណាបើតាមពិតទៅតាក់ទងទៅនឹងសំណួរនេះសម្រាប់ខ្ញុំបាទខ្ញុំគិតថាកុមារមិនមែនរៀនតាមរយៈការលេងទេណាបើយើងសិក្សាទៅលើចិត្តសាស្ត្ររបស់កុមារយើងឃើញថាភាពជាក់ស្ដែងកុមារគាត់ពិសេសកុមារតូចៗណាគាត់ចូលចិត្តលេងច្រើនអញ្ចឹងណាបើសិនជាយើងពិសោធន៍គាត់ណារបស់លេងនឹងសិភៅសិក្សាឲ្យគាត់ជ្រើសរើសប្រហែលជាគាត់ជ្រើសរើសយករបស់លេងច្រើនជាងតាមមើលណាប៉ុន្តែតាក់ទងទៅនឹងការរៀនតាមរយៈការលេងនេះវាជាបច្ចេកទេសមួយជាវិធីមួយដែលប្រទេសដែលគេមានវិស័យអប់រំជឿនលឿនណាអ្នកដែលសិក្សាស្រាវជ្រាវផ្នែកខាងអប់រំគាត់ពិសេសអ្នកអប់រំគ្រូបង្រៀនហ្នឹងហើយដែរបានរកឃើញយកបច្ចេកទេសហ្នឹងវិធីហ្នឹងយកមកបញ្ចូលនៅក្នុងការបង្រៀនសិស្សតាមពិតទៅនៅក្នុងការសិក្សាអប់រំអ្នកអប់រំដែលបង្រៀនទៅដល់សិស្សជាពិសេសទៅលើកុមារតូចៗគឺយើងតែងតែផ្ដល់នៅចំណេះដឹងបំណិនបណ្ដុះនៅអេរិយាបថទម្លាប់ផ្នត់គំនិតការគិតការប្រព្រឹត្តទៅដល់អ្នកសិក្សាអញ្ចឹងតាក់ទងទៅនឹងកុមារគឺយើងបណ្ដុះនៅទាំងផ្នែកចំណេះដឹងបាទបំណិនអេរិយាបថទម្លាប់ទៅដល់គាត់ការគិតរបស់គាត់អញ្ចឹងហើយនៅក្នុងការបង្រៀនបើសិនជាយើងបង្រៀនកុមារយើងរៀនផងលេងផងបើន័យថាកុមារហ្នឹងគាត់ដោះទម្លាប់ហ្នឹងគឺរៀនលេងអញ្ចឹងណាន័យថាគាត់អត់ផ្ដោតទៅលើការសិក្សាពិតប្រាកដទេគាត់ថារៀនគាត់រៀនលេងលេងលេងអាចថាលេងច្រើនជាងរៀនក៏ថាបាន
ចឹងហើយបានក្រុមងុយគាត់ថាទម្លាប់ធំជាងច្បាប់ណាបើរៀនត្រាប់កុំឲ្យត្រាប់ខ្លៅត្រាប់ប្រាជ្ញអាចបដៅស្ដីកូនចៅស្ដីឲ្យស្មោះអញ្ចឹងកាលណាយើងមកដោះទម្លាប់ឲ្យកុមាររៀនបដើលេងបដើអញ្ចឹងអាទម្លាប់ហ្នឹងគាត់នឹងបន្តទៅថ្ងៃមុខបើន័យថាដល់ទៅពេលគាត់រៀនចប់ចេញទៅធ្វើការគឺគាត់ធ្វើការដល់របៀបថាលេងសើចអញ្ចឹងណាដូចគ្នាព្រោះតាក់ទងទៅនឹងការអប់រំកុមារគឺសំខាន់ណាស់ដែលយើងត្រូវបណ្ដុះកុមារតាំងពីតូចទៅហើយបើសិនជាយើងបណ្ដុះទម្លាប់ល្អហ្មត់ចត់ធំឡើងកុមារនឹងធ្វើអ្វីក៏ហ្មត់ចត់ច្បាស់លាស់ណាតែបើយើងបណ្ដុះគាត់រៀនផងលេងផងចឹងអាអេយ៉ាបត់ទម្លាប់ហ្នឹងគឺបន្តរហូតគាត់ដោះតាំងពីតូចទៅធំឡើងគឺគាត់កើតមាននៅអាទម្លាប់ហ្នឹងតាំងពីតូចតាក់ទងទៅនឹងការរៀននេះតាមពិតទៅបើយើងនិយាយវាមិនមែនជាការស្រួលណាស់ណាដែរទេហើយក៏វាមិនលំបាកណាស់ណាដែរបើសិនជាអ្នកសិក្សាសិស្សឬក៏កុមារគាត់ព្យាយាមយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រប៉ុន្តែអ្វីដែលសំខាន់ថាតើយើងគួរបណ្ដុះឲ្យគាត់ចូលចិត្តរៀនឬក៏ចូលចិត្តលេងអញ្ចឹងណាឬក៏រៀនផងលេងផងតាក់ទងទៅនឹងបច្ចេកទេសរៀនតាមរយៈការលេងនេះតាមពិតបើយើងយកមកប្រើប្រាស់វាខុសវាអាចបង្កើតនៅទម្លាប់មួយមិនល្អទៅដល់កុមារទៅថ្ងៃក្រោយប៉ុន្តែសួរថាបច្ចេកទេសហ្នឹងវាខុសហើយមិនថាมันខុសទេពេលខ្លះដោយសារតែការប្រើប្រាស់របស់យើងទេដែលខុសណាពេលខ្លះយើងអាចប្រើប្រាស់វាខុសដោយសារតែយើងអត់យល់តាក់ទងទៅនឹងការរៀនតាមរយៈការលេងនេះបើយើងសួរថាយើងយកវាមកប្រើប្រាស់បានអត់នៅក្នុងការបង្រៀនរបស់យើងគឺយើងអាចយកបានយកវាមកប្រើប្រាស់បញ្ចូលណាបញ្ចូលនៅក្នុងការបង្រៀនរបស់យើងវាផ្អែកទៅតាមអានេះយើងយកមកប្រើវាផ្អែកទៅតាមក្លឹបសាមីវិញដែរផ្អែកទៅតាមកលៈទេសៈពេលវេលានិងបរិស្ថានតាមស្ថានភាពជាក់ស្ដែងបើយើងយកវាមកទាំងប្រើប្រាស់ទាំងស្រុងក៏វាអត់កើតដែរប៉ុន្តែយើងអាចដាក់បញ្ចូលនៅក្នុងការបង្រៀនរបស់យើងបានខ្លះអញ្ចឹងណាការរៀនតាមរយៈការលេងនេះវាមិនខុសខ្ញុំលើកជាឧទាហរណ៍មួយបរិសម្នាក់គាត់ទៅគោរពព្រះនៅព្រះវិហារក្នុងព្រះវិហារគាត់សួរអាចារ្យហើយបរិសហ្នឹងគាត់ចេះជុបបរិយ
chẳng tới có tới cái rụp preh này không preh vì thế có xua cha thà lùa cha vì đẹp nhom thoại bằng cùng preh cái rụp preh ta không ai trụ bà đây bàn ớtอาจารย์ก็ឆ្លើយថាมันអាចបានទេពេលដែលយើងក៏រូបព្រះថ្វាយអង្គមព្រះมันអាចជុបរិយបានទេដល់លឺអាចារ្យឆ្លើយបែបហ្នឹងបរោះនោះគាត់សួរថែមមកសំណួរទៀតគាត់សួរថាចុះលោកអាចារ្យបើសិនជាខ្ញុំជុបរិយតើខ្ញុំអាចថ្វាយអង្គមព្រះក៏រូបព្រះបានអត់ដល់នៅពេលហ្នឹងអាចារ្យក៏ឆ្លើយថាបានតាក់ទងទៅនឹងវិធីសាស្ត្រនេះគឺដូចគ្នាពេលដែលយើងបង្រៀនកុមារយើងយកការលេងមកដាក់បញ្ចូលវាបណ្ដោះនៅទម្លាប់មួយគឺថាកុមាររៀនបដាលេងបដាមិនថាវាអត់ច្បាស់ចង់និយាយថាវាលីឡំណាច្បាស់គេថារៀនមិនច្បាស់ជារៀនតែបើយើងសួរមួយទៀតថាតើនៅពេលដែលលេងយើងអាចបញ្ចូលការបង្រៀនរបស់យើងណាទៅលើខ្លឹមសារមេរៀនណាមួយទៅលើចំណុចណាមួយបានអត់ចឹងនៅក្នុងចំណុចនេះខ្ញុំគិតថាប្រហែលជាអាចបានណាយើងបណ្ដោះទម្លាប់មួយគឺពេលដែលគាត់លេងគាត់អាចឆ្លៀតរៀនបានតែបើសិនជាពេលដែលរៀនបណ្ដើរយើងលេងបណ្ដើរទម្លាប់ហ្នឹងគឺវាទៅជាអ្វីមួយដែលមិនល្អធ្វើឲ្យកុមារគាត់រៀនអត់ច្បាស់លាស់រៀនផងលេងផងណាពាក្យខ្មែរយើងគេថារៀនថាធ្វើអីដែលបែបលេងសើចខ្ញុំចង់សម្ដៅទៅលើនៃបែបចិត្តបែបហ្នឹងណាអញ្ចឹងកាលណាបណ្ដោះទម្លាប់រៀនមិនច្បាស់ជារៀនបញ្ចូលការលេងដល់ពេលគាត់រៀនចប់បាទធំឡើងក៏រៀនចប់គឺគាត់ធ្វើការក៏លេងដែរចាថាធ្វើលេងវាអត់ច្បាស់វាអត់មានភាពមើងម៉ាត់ប៉ុន្តែនៅក្នុងចំណុចនេះក៏ខ្ញុំចង់បញ្ជាក់ដែរថាតកតងទៅនឹងការបង្រៀនមិនមែនថាយើងអត់លេងទេយើងលេងណាពីព្រោះថាពេលដែលយើងផ្ដល់នៅចំណេះដឹងទៅឲ្យកុមារណាវាទាំងមិនថាសិស្សតូចសិស្សធំទេយើងមិនអាចបង្រៀនគាត់ច្រើនម៉ោងជាប់គ្នារហូតបានទេគាត់ត្រូវការពេលវេលាសម្រាប់ខ្លះដែរគូក្បាលគាត់ណាប៉ុន្តែបើយើងចង់សម្រាលបន្ទុកនៃការគិតណាទៅលើការសិក្សារបស់គាត់គឺយើងគួរតែរកពេលណាមួយដែលខុសពីពេលនៃការសិក្សារៀនសូត្រចែកចង់និយាយថាចែកឲ្យដាច់តែម្ដងយើងកុំឲ្យយកការលេងទៅដាក់បញ្ចូលនៅក្នុងការសិក្សារៀនសូត្រព្រោះនេះយើងចង់បណ្ដោះទម្លាប់ឲ្យកុមារមានភាពច្បាស់លាស់ធ្វើឲ្យច្បាស់លាស់រៀនច្បាស់ជារៀនលេងច្បាស់ជាលេងចង់និយាយចឹងណាអញ្ចឹងយើងបែងចែកពេលវេលាដាច់ដោយឡែកពីគ្នារវាងការរៀននិងការលេង
chẳng à thầm lọp nắng cả na dương thưa bán cứ thông láng cô ma từឡើងទៅថ្នាក់បន្តទៅបន្ទាប់ទៅលើទៀតគឺអាទម្លាប់ហ្នឹងគឺវាដោះតាំងពីតូចទៅគឺគាត់យកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្របាទគាត់អត់លេងសើចចង់និយាយចឹងគាត់ព្យាយាមរៀនគឺច្បាស់ជារៀនតែម្ដងលេងគឺច្បាស់ជាលេងចឹងធំឡើងគាត់រៀនចប់ធំឡើងគាត់ធ្វើការក៏ដូចគ្នាគាត់ធ្វើការងារគឺច្បាស់ការងារយកពេលវេលាលេងផ្សេងពេលធ្វើការសឹងអញ្ចឹងគាត់ធ្វើការគឺមកចាប់ច្បាស់លាស់យកចិត្តទុកដាក់ធ្វើអីឲ្យចប់សិនបើចង់លេងគឺយើងត្រូវការពេលវេលាមួយដោយឡែកអញ្ចឹងណាយើងធ្វើចប់សុំយើងលេងហើយយើងរៀនចប់សុំយើងលេងអញ្ចឹងចាក់តងទៅនឹងការរៀនតាមរយៈការលេងនេះទោះបីថាយើងយកវាមកប្រើប្រាស់កន្លងមកយើងប្រើទៅឃើញថាកុមារចូលចិត្តអានោះយើងបង្កើតនៅចំណង់ចំណូលចិត្តទៅដល់កុមារប៉ុន្តែសួរថាចំណង់ចំណូលចិត្តហ្នឹងគឺចំណង់ចំណូលចិត្តយ៉ាងម៉េចសួរថាកុមារគាត់ចូលចិត្តរៀនឬក៏គ្រាន់តែចូលចិត្តទៅសាលាណាពេលដែលយើងយកវិធីបច្ចេកទេសនេះយកមកប្រើប្រាស់យើងឃើញសង្កេតមើលអេយ៉ាបទរបស់កុមារមានការផ្លាស់ប្ដូរមួយចំនួនវាធ្វើឲ្យកុមារចូលចិត្តទៅសាលាមិនប្រកាសថាចូលចិត្តរៀនណាព្រោះបើយើងប្រើវិធីសាស្ត្រនេះទាំងស្រុងគឺធម្មតាកុមារគាត់ចូលចិត្តលេងអញ្ចឹងចូលចិត្តទៅសាលានេះគឺមិនប្រកាសថាគាត់ចូលចិត្តរៀនទេគឺព្រោះទៅសាលាហ្នឹងគាត់សប្បាយអញ្ចឹងគាត់ចង់ទៅរៀនហ្នឹងគឺកាលណាទៅបានសប្បាយណាមិនមែនថាគាត់ចង់ទៅរៀនទេមិនប្រកាសទេនិយាយថាមិនប្រកាសអញ្ចឹងវាបង្កើននៅចំណង់ចំណូលចិត្តឲ្យកុមារចូលចិត្តទៅសាលា learning through play ណាកុមាររៀនតាមរយៈការលេងអញ្ចឹងតកតងទៅនឹងវិធីសាស្ត្រនេះគឺប្រសិនទៅបច្ចេកទេសនេះឃើញថាបើយើងយកមកប្រើប្រាស់វាទាំងស្រុងគឺវាបណ្ដោះនៅទម្លាប់មួយដែលធ្វើឲ្យកុមាររៀនផងលេងផងណាកាលណាយើងយកវាមកប្រើប្រាស់มันបានត្រឹមត្រូវច្បាស់លាស់មិនយល់តាមពិតបច្ចេកទេសនៃការរៀនតាមរយៈការលេងវាល្អដែរណាជាបច្ចេកទេសតូចមួយដែលគេយកមកដាក់បញ្ចូលនៅក្នុងការបង្រៀនបាទទៅដល់កុមារដើម្បីឲ្យកុមារចូលចិត្តបង្កើននៅចំណង់ចំណូលចិត្តទៅដល់កុមារដើម្បីឲ្យគាត់មកចូលចិត្តមកសាលាណាប៉ុន្តែដោយអ្វីដែលខ្ញុំនិយាយអញ្ចឹងគឺថាកាលណាយើងយកវាប្រើប្រាស់ខុសវាអាចបណ្ដោះទម្លាប់មួយគឺធ្វើឲ្យកុមារធ្វើអីមិនច្បាស់លាស់រៀនលេងសើចអញ្ចឹងបាទរៀនគាត់មកយកចិត្តទុកដាក់ធ្វើអីមិនច្បាស់លាស់មិនណត់ចត់បាទមិនផ្ដោតទៅលើធ្វើអ្វីមិនផ្ដោតទៅលើបញ្ហាដូចតាក់ទងទៅនឹងកុមារតូចពិសេសកុមារមត្តេយ្យកាលណាយើងបណ្ដោះទម្លាប់ដែលមួយដែលមិនល្អទៅដល់គាត់វាអាចធ្វើឲ្យ
កុមារហ្នឹងគឺគាត់ធ្លាប់កប្បកិរិយាទម្លាប់របស់គាត់ការគិតរបស់គាត់វាបន្តរហូតទៅដល់ពេលដែលគាត់ធំឡើងចឹងហើយបាននៅថ្នាក់មន្ត្រីបាទថ្នាក់មន្ត្រីសិក្សាកាលណាយើងបណ្ដោះទម្លាប់មួយដែលមិនល្អទៅដល់គាត់ធំឡើងគាត់នឹងធ្វើនៅទម្លាប់នោះជាបន្តទៅទៀតហើយត្រឡប់មកតាក់ទងទៅនឹងការរៀនតាមរយៈការលេងរបស់កុមារនេះបើសិនជាយើងយកវាមកប្រើប្រាស់ទាំងស្រុងនៅក្នុងការបង្រៀនរបស់យើងគឺវាអាចដោះនៅទម្លាប់ហ្នឹងគឺថាកុមាររៀនមិនច្បាស់ជារៀនបាទនេះគឺជាទស្សនៈរបស់ខ្ញុំណារៀនមិនច្បាស់ជារៀនអញ្ចឹងថ្នាក់មត្តេយ្យគាត់អាចកើតមាននៅទម្លាប់ហ្នឹងអញ្ចឹងយើងសួរថាទៅដល់ថ្នាក់បឋមណាដល់គាត់អាយុ6ឆ្នាំគាត់ត្រូវចូលរៀនថ្នាក់ទី1ណាថ្នាក់បឋមសិក្សាសួរថាយើងគួរបណ្ដោះទម្លាប់នឹងទៀតឬយ៉ាងម៉េចណាឲ្យគាត់រៀនផងលេងផងឬយ៉ាងម៉េចណាបញ្ចូលគ្នាមិចបញ្ចូលគ្នាតែម្ដងឬយ៉ាងម៉េចទម្លាប់ហ្នឹងគាត់បន្តទៅទៀតឬយ៉ាងម៉េចចឹងជាធម្មតាបើសិនជានៅខាងក្រោមថ្នាក់មត្តេយ្យគាត់ទម្លាប់រៀនផងលេងផងទៅដល់ថ្នាក់បឋមគំនិតអេយ៉ាបតការគិតទម្លាប់របស់គាត់គឺវានៅបន្តនៅក្នុងគំនិតរបស់គាត់នៅក្នុងចិត្តរបស់គាត់បន្តទៅទៀតដល់ទៅចូលរៀនគ្រូទៅបរិញ្ញាដល់អត់មានការលេងគឺគាត់អត់ចេះរៀនគាត់អត់ចេះរៀនព្រោះគាត់ដោះពីតូចមកគាត់ដឹងថាគាត់រៀនលេងអញ្ចឹងណាបាទរៀនលេងអញ្ចឹងទៅថ្នាក់បន្តទៅទៀតគាត់ដោះនៅទម្លាប់នឹងទៀតគំនិតនឹងទៀតចប់ដល់ថ្នាក់បឋមចូលដល់អនុវិទ្យាល័យគឺគាត់នៅតែមានគំនិតនឹងជាបន្តទៅទៀតនេះបើសិនជាយើងយកការរៀនតាមរយៈការលេងនេះមកប្រើប្រាស់ខុសអញ្ចឹងណាមកប្រើប្រាស់ខុសអញ្ចឹងត្រឡប់មកវិញខ្ញុំចង់និយាយថាតកតងទៅនឹងបញ្ហានេះរៀនតាមរយៈការលេងនេះគឺបើសិនជាយើងលេងយើងអាចបញ្ចូលការបង្រៀននៅក្នុងហ្នឹងអានេះគឺជាទម្លាប់មួយដែលធ្វើឲ្យកុមារគេហៅថាចេះឆ្លៀតឱកាសនៅក្នុងការលេងរបស់គាត់អាចរៀនបានតែបើសិនជាយើងប្រើប្រាស់វិធីសាស្ត្រនេះទាំងស្រុងហើយយើងយកវាទៅអនុវត្តខុសនៅពេលដែលយើងបង្រៀនយើងបញ្ចូលការលេងផងរៀនផងលេងផងវាទៅជាបណ្ដោះទម្លាប់មួយធ្វើឲ្យកុមារធ្វើអ្វីមិនច្បាស់លាស់vàមិនមើងម៉ាត់មិនផ្ដោតទៅលើបញ្ហានៃការសិក្សារៀនសូត្រតែគាត់រៀនលេងអញ្ចឹងគាត់រៀនសប្បាយដើម្បីសប្បាយអញ្ចឹងនៅក្នុងពេលបង្រៀនយើងគួរតែលៃលោកម៉ោងលេងសើចការលេងរបស់កុមារដោយឡែកដល់យើងរៀនចប់យើងអាចរកពេលណាមួយដើម្បីបន្ធូរអារម្មណ៍បន្ធូរការគិតឲ្យកុមារធូរថប់ឬក៏អ្នកសិក្សាធូរថប់អញ្ចឹងណាឥឡូវយើងអាចឆ្លៀតពេលដោយឡែកមួយកាលណាយើងយកការលេងសើចការលេងមកបញ្ចូលដល់ពេលម៉ោងរៀនគឺវាធ្វើឲ្យ
ប៉ះពាល់ទៅដល់ការសិក្សារៀនសូត្រឬក៏បណ្ដោះនៅទម្លាប់មួយដែលថារៀនផងលេងផងតែថារៀនមិនច្បាស់ជារៀនធ្វើការមិនច្បាស់ជាធ្វើការអញ្ចឹងការប្រើប្រាស់វិធីសាស្ត្ររៀនតាមរយៈការលេងគឺយើងគួរតែប្រើប្រាស់វាឲ្យត្រូវណាកាលណាយើងយល់ខុសយកមកប្រើប្រាស់ខុសគឺវាទៅជាបណ្ដោះទម្លាប់មួយមិនល្អទៅដល់កុមារទៅថ្ងៃក្រោយណាអញ្ចឹងហើយបានជាយើងសិក្សាទៅលើការគិតរបស់មនុស្សយើងណាវាមានថតដោយឡែកពីគ្នាកាលណាយើងគិតបញ្ហាពីរនៅក្នុងពេលតែមួយវាអាចពេលខ្លះវាច្បុកច្បល់ណាតែបើយើងគិតទៅលើបញ្ហាមួយឲ្យចប់បន្ទាប់មកយើងបដូរការគិតរបស់យើងទៅលើបញ្ហាមួយផ្សេងទៀតគឺវាមិនធ្វើឲ្យអារម្មណ៍របស់យើងវាច្បុកច្បល់អញ្ចឹងចង់និយាយថាបើយើងគិតទៅលើរៀនគឺយើងច្បាស់ជារៀនអញ្ចឹងណាបាទយើងរៀនចប់យើងគិតទៅលើលេងច្បាស់ជាលេងធ្វើការដូចគ្នាធ្វើការងារយើងច្បាស់ជាការងារចប់ការងារយើងរកពេលកំសាន្តជារឿងមួយដោយឡែកអញ្ចឹងយើងបែងចែកធ្វើអីបែងចែកដាច់ដោយឡែកណាដល់ច្បាស់អញ្ចឹងធ្វើអីគឺច្បាស់ហ្នឹងចង់និយាយចឹងបាទអញ្ចឹងខួរក្បាលមនុស្សយើងគិតជាថតចឹងបាទនៅក្នុងខណៈពេលមួយម៉ោងមួយគឺ10នាទីបើសិនយើងគិតទៅលើការងារណាមួយយើងត្រូវគិតទៅលើការងារហ្នឹងបើយើងអានសភៅច្បាស់ជាអានសភៅអារម្មណ៍យើងត្រូវផ្ដោតទៅលើការអានសភៅហ្នឹងទើបយើងចាប់បានចប់អានសភៅ10នាទីហ្នឹងបើយើងចង់ទៅធ្វើអីផ្សេងទៀតបាទយើងត្រូវការពេលវេលាមួយខុសណាកាលណាយើងច្បោកច្បល់នៅក្នុងពេលវេលាតែមួយយើងគិតទៅលើបញ្ហាពីរវាធ្វើឲ្យអារម្មណ៍របស់យើងការគិតរបស់យើងវាស្មុគស្មាញច្បោកច្បល់នៅពេលរៀនដូចគ្នាកុមារមិនថាកុមារទេបាទសិស្សធំសិស្សតូចបញ្ហាពីរចូលទៅក្នុងពេលតែមួយរៀនផងលេងផងវាធ្វើឲ្យទម្លាប់មួយវាមិនល្អទៅថ្ងៃក្រោយព្រោះនៅក្នុងវ័យកុមារណាតាំងពីតូចណាបើយើងនិយាយថាអាយុ3ឆ្នាំហ្នឹងគឺបុគ្គលិកលក្ខណៈរបស់កុមារចាប់ផ្ដើមលូតលាស់តិចរហូតដល់អាយុ6ឆ្នាំយើង3ឆ្នាំយើងដាក់មត្តេយ្យសិក្សា6ឆ្នាំយើងដាក់ចូលថ្នាក់បឋមណាបឋមសិក្សាថ្នាក់ទី1អញ្ចឹងដល់អនុវិទ្យាល័យនៅក្នុងវ័យហ្នឹងបុគ្គលិកលក្ខណៈការគិតការប្រព្រឹត្តណាទម្លាប់ចំណេះដឹងបំណិនវាមានការអភិវឌ្ឍរីកចម្រើនបន្តិចម្ដងរហូតហើយជាវ័យដែលកំពុងតែលូតលាស់ហើយទាំងផ្នែករាងកាយទាំងចិត្តគំនិតបាទសតិបញ្ញាស្មារតីហ្នឹងគឺវ័យហ្នឹងគឺជាវ័យដែលកំពុងតែលូតលាស់ចឹងកាលណាយើងបណ្ដុះបាននៅទម្លាប់មួយល្អដល់កុមារតាំងពីតូចដែលធ្វើអីឲ្យច្បាស់ជាធ្វើហ្នឹងគឺនៅពេលដែលកុមារធំឡើងគឺក៏គាត់ច្បាស់ដែរធ្វើអីគាត់ច្បាស់គាត់បែងចែកពេលវេលាដាច់ដោយឡែករវាងការលេងនិងការរៀនណា
ចេះបែងចែករវាងការងារនិងការលេងប៉ុន្តែសួរថានៅក្នុងពេលបង្រៀនសួរថាយើងអាចបញ្ចូលការលេងនឹងបានអត់ខ្ញុំគិតថាបើសិនជាយើងបញ្ចូលការលេងត្រឹមតែពាក្យសម្ដីលេងសើចមួយចំនួនគឺវាមិនជាបញ្ហានោះទេណាតែយើងចេះមិនមែនជាបញ្ហានោះទេតែបើសិនជាយើងយកការលេងទុកនៅក្នុងភាគរយមួយដែលច្រើនចូលមកដាក់បញ្ចូលនៅក្នុងពេលវេលានៃការសិក្សារៀនសូត្រវាបណ្ដុះនៅទម្លាប់មួយដែលធ្វើឲ្យកុមារមានភាពមិនច្បាស់លាស់នៅក្នុងការសិក្សារៀនសូត្របង្កើតនៅទម្លាប់មួយដែលមិនល្អទៅដល់ពួកគាត់ទៅថ្ងៃក្រោយណាអញ្ចឹងត្រឡប់មករកវិធីសាស្ត្ររបស់យើងនេះតាក់ទងទៅនឹងកុមាររៀនតាមរយៈការលេងនេះគឺជាវិធីសាស្ត្រមួយដែលអាចជួយបង្កើននៅចំណង់ណាចំណូលចិត្តទៅដល់កុមារតាក់ទងទៅនឹងការសិក្សារៀនសូត្រគឺជាពិសេសគឺជួយឲ្យកុមារចង់ទៅរៀនចឹងណាគាត់ចង់ទៅរៀនចង់ទៅសាលាសំទោសណាចង់ទៅសាលាវាអាចជួយណាទៅសบายទៅសบายហើយវិធីហើយបច្ចេកទេសនេះគឺយើងអាចយកមកដាក់បញ្ចូលបាននៅក្នុងពេលវេលាមួយដែលគួរតែយើងបែងចែកវាឲ្យច្បាស់ដាច់ដោយឡែកពីការសិក្សារៀនសូត្ររបស់កុមារណាដើម្បីយើងបណ្ដុះនៅទម្លាប់មួយចង់ឲ្យថាកុមារគាត់ធ្វើអីច្បាស់ជាធ្វើហ្នឹងរៀនច្បាស់ជារៀនលេងម៉ោងលេងច្បាស់ជាម៉ោងលេងអញ្ចឹងណាទើបអេយ៉ាបតហ្នឹងទម្លាប់ហ្នឹងអាកប្បកិរិយាហ្នឹងវាបន្តរហូតទៅដល់ធំឡើងកុមារធំឡើងអញ្ចឹងអញ្ចឹងវិធីសាស្ត្រនេះគឺយើងនៅតែអាចយកវាមកប្រើប្រាស់ផ្អែកទៅតារបរិស្ថានផ្អែកទៅតាមកលៈទេសៈពេលវេលានិងខ្លឹមសារមេរៀនភាពជាក់ស្ដែងរបស់យើងដែលយើងអាចលេងលោកទៅតាមហ្នឹងណាយកមកប្រើបានកាលណាយើងប្រើវាទាំងស្រុងក៏វាអាចបង្កទៅជាបញ្ហានៃការបណ្ដុះទម្លាប់មិនល្អទៅដល់កុមារផងដែរនេះបើសិនជាយើងយកវាមកប្រើប្រាស់ខុសតាក់ទងតាមរយៈនៃការរៀនតាមរយៈការលេងណាបើអញ្ចឹងតាក់ទងទៅនឹងប្រធានបទនេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះដើម្បីជាគំនិតមួយដើម្បីសម្រាប់ពិចារណានៅក្នុងការយកបច្ចេកទេសនៃការបង្រៀននេះយកមកប្រើប្រាស់នៅក្នុងការបង្រៀនទៅដល់កុមារណាបាទអញ្ចឹងសូមអរគុណច្រើនណា